បាទជំរាបសួរបងប្អូនវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាស្ទឹងធម្មជាតិមួយដែលមានឈ្មោះថាស្ទឹងដំណាក់ក្បូនស្ទឹងដំណាក់ក្បូននេះគឺស្ថិតនៅទឹកដីនៃខេត្តកោះកុងដោយមានចម្ងាយពីទីរួមខេត្តកោះកុងជាង40គីឡូម៉ែត្របាទហើយស្ទឹងនេះមែនទែនទៅប្រសិនជាបងប្អូនធ្វើដំណើរមកពីខេត្តពោធិ៍សាត់មកដល់ស្រុកវិលវែងបងប្អូនបំបែកមកកាន់ឃុំអូសោមក៏បងប្អូនអាចធ្វើដំណើរមកកាន់ស្ទឹងនេះបានដូចគ្នាដោយសារតែផ្លូវដែលទើបតែសាងសង់ថ្មីផ្សារភ្ជាប់រវាងស្រុកវិលវែងខេត្តពោធិ៍សាត់ជាមួយនឹងខេត្តកោះកុងគឺឆ្លងកាត់តាមស្ទឹងនេះឯងក៏ប៉ុន្តែប្រសិនបើរាប់ពីឃុំអូសោមមកកាន់ស្ទឹងនេះគឺមានរយៈចម្ងាយឆ្ងាយគ្រាន់បើបងប្អូនខ្ញុំមិនហ៊ាននិយាយថាប្រហែលគីឡូទេប៉ុន្តែឆ្ងាយហើយក្នុងវីដេអូនេះគ្រាន់តែចង់ឲ្យបងប្អូនបានមើលនៅទស្សនីយភាពមួយដែលទឹកធ្លាក់ថ្នាក់ទៅតាមស្ទឹងនេះវាពិតជាស្រស់ស្អាតមែនទែនបងប្អូនទឹកថ្លាតែម្ដងដូចកញ្ចក់អញ្ចឹងបងប្អូនអើយដោយសារតែប្រហែលថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ដូច្នេះទៅក៏បណ្ដាលឲ្យមានទឹកច្រើនហើយបូករួមនឹងថ្មធម្មជាតិដែលដុះនៅក្នុងស្ទឹងនេះទាបខ្ពស់ផងនោះក៏ធ្វើឲ្យទឹកធ្លាក់ថ្នាក់ហ្នឹងវារឹតតែស្រស់ស្អាតថែមទៀតហើយបងប្អូនឃើញក្នុងវីដេអូនេះដូចជាទឹកធម្មតាប៉ុន្តែខ្ញុំបានចុះផ្ទាល់ខ្ញុំចង់ដើរគឺកម្លាំងនៃទឹកហ្នឹងគឺបោកខ្លាំងគ្រាន់បើដូច្នេះប្រសិនជាបងប្អូនមកលេងស្ទឹងដំណាក់ក្បូននៅក្នុងអំឡុងរដូវនេះសូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះការចុះងូតទឹកលេងជាពិសេសបើថាមិនស្រួលទេកុំអាចកុំចុះក៏បានដែរពួកដែលបងប្អូនឃើញអញ្ចឹងដោយសារកម្លាំងនៃទឹកហ្នឹងវាខ្លាំងគ្រាន់បើវាអាចទាញយើងរអិលឬមួយក៏យ៉ាងម៉េចបូករួមនឹងថ្មធម្មជាតិផងអីផងវាអាចរអិលដែរដូច្នេះចំពោះខ្ញុំសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នប្រសិនបើបងប្អូនបានមកលេងនៅក្នុងស្ទឹងនេះណាប៉ុន្តែបើនិយាយអំពីសម្រស់នៃស្ទឹងនេះវិញគឺ10 លើ 10ហើយបងប្អូនដោយសារតែនេះជារដូវបៃតងផងទឹកភ្លៀងធ្លាក់បូករួមនឹងតំបន់ព្រៃភ្នំអញ្ចឹងទៅដូចបងប្អូនឃើញអញ្ចឹងគឺរុក្ខជាតិស្រស់ស្អាតពណ៌បៃតងខៀវខ្ចីតែម្ដងបងប្អូនគឺកាន់តែបន្ថែមនៅសម្រស់នៃស្ទឹងនេះមួយកម្រិតថែមទៀតហើយបងប្អូនអាចចូលចិត្តបោះតង់បងប្អូនដែលចូលចិត្តធ្វើដំណើរផ្សងព្រេងតាមព្រៃភ្នំឯងបងប្អូនអាចសាកល្បងមកលេងកម្សាន្តនៅស្ទឹងនេះបានហើយប្រសិនជាបងប្អូនបានមកលេងកម្សាន្តនៅខេត្តកោះកុងកុំភ្លេចបងប្អូនអាចមកលេងនេះផងព្រោះដូចខ្ញុំជម្រាបជូនអញ្ចឹងមានរយៈចម្ងាយតែប្រហែលជា40គីឡូម៉ែត្រពីទីរួមខេត្តកោះកុងប៉ុណ្ណោះគឺផ្លូវថ្មីដែលផ្សារភ្ជាប់រវាងខេត្តកោះកុងនិងខេត្តពោធិ៍សាត់ដូច្នេះបងប្អូនមិនពិបាកក្នុងការរកស្ទឹងនេះទេបាទបងប្អូនទីបងប្អូនឃើញអញ្ចឹងគឺសម្រស់នៃធម្មជាតិពិតជាអស្ចារ្យមែនទែនវាមានភាពល្អប្រសើរមានសម្រស់កាន់តែស្រស់ស្អាតហើយអ្នកដែលចូលចិត្តបោះតង់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងគឺពិតជាស័ក្តិសមមែនទែនចំពោះរដូវនេះណាបងប្អូនតែខ្ញុំគ្រាន់តែមកកំសាន្តលេងធម្មតាទេហើយឃើញស្ទឹងនេះស្អាតទៅក៏ថតចែកជូនបងប្អូនទស្សនាតែម្ដងទៅវីដេអូនេះមិនមានអីច្រើនទេបងប្អូនគ្រាន់តែចង់ណែនាំឲ្យបងប្អូនបានស្គាល់ក៏ដូចជាបើសិនជាបងប្អូនបានមកស្ទឹងមកខេត្តកោះកុងកុំភ្លេចមកកំសាន្តនៅស្ទឹងនេះផងបាទបើសិនជាបងប្អូនចូលចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយចុច like ជួយចុច Subscribe ក្នុង YouTube ក៏ដូចជាចុចចែករំលែកដើម្បីជួបខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណច្រើនបងប្អូនសង្ឃឹមថាបងប្អូននឹងបានមកកំសាន្តលេងនៅស្ទឹងនេះហើយសូមឲ្យបងប្អូនសំណាងល្អបាទជួបគ្នាវីដេអូក្រោយៗទៀតអរគុណច្រើនជម្រាបលា